នេះគឺជាលោក Karl Benz គឺជាវិស្វករអាល្លឺម៉ង់ដែលផលិតរថយន្តមុនបង្គេបំផុតនៅក្នុងឆ្នាំ1844ដល់ឆ្នាំ1929លោក Karl Benz កើតនៅក្នុងឆ្នាំ1844ក្នុងប្រទេសអាល្លឺម៉ង់លោក Karl Benz គឺជាអ្នកដែលបានបង្កើតរថយន្តមុនដំបូងគេបំផុតសម្រាប់ពិភពលោករថយន្តដំបូងបំផុតនោះគឺមានតែកង់3ទេគឺបង្កើតឡើងនៅក្នុងឆ្នាំ1885ដោយមានឈ្មោះថា Motorwagen 8ឆ្នាំក្រោយមកពោលគឺនៅក្នុងឆ្នាំ1893ទើបក្រុមហ៊ុនរបស់លោកបានអភិវឌ្ឍទៅជារថយន្តកង់4ហើយក្នុងឆ្នាំ1899បានអភិវឌ្ឍទៅជារថយន្តប្រណាំងលោកបានទទួលមរណភាពនៅក្នុងឆ្នាំ1929នៅក្នុងអាយុ84ឆ្នាំនៅក្នុងប្រទេសអាល្លឺម៉ង់